មកស្គាល់ទីលានចំនួន8ដែលនឹងប្រើប្រាស់សម្រាប់ការប្រកួតពានរង្វាន់លីកនារីកម្ពុជារដូវកាលឆ្នាំ2026ការប្រកួតពានរង្វាន់លីកនារីកម្ពុជានឹងវិលត្រឡប់មកវិញសម្រាប់រដូវកាលឆ្នាំ2026ខណៈការប្រកួតសប្តាហ៍ទី1នឹងត្រូវចាប់ផ្ដើមជាផ្លូវការនៅថ្ងៃសៅរ៍ទី25ខែមេសាចុងសប្តាហ៍នេះក្នុងនោះផងដែរសម្រាប់សមាជិកចូលរួមពានរង្វាន់លីកនារីកម្ពុជាមានចំនួន8ក្រុមរួមមានទី1ក្រុមនារីភ្នំពេញក្រោនទី2ក្រុមនារីវិសាខាទី3ក្រុមនារី Nagavel ទី4ក្រុមនារីប្រខ័ណ្ឌរាជស្វាយរៀងទី5ក្រុមនារីបឹងកេតទី6ក្រុមនារីខេត្តសៀមរាបទី7ក្រុមនារី XO United និងទី8ក្រុមនារីរបស់មន្ទីរអយកខេត្តកំពង់ឆ្នាំងដោយឡែកសម្រាប់ការប្រកួតនឹងប្រើប្រាស់ទីលានចំនួន8រួមមានទី1ទីលានវឹកហាត់របស់ភ្នំពេញក្រោនទី2មជ្ឈមណ្ឌលវឹកហាត់វិសាខាទី3កីឡាដ្ឋានខេត្តកំពង់ស្ពឺទី4ទីលានវឹកហាត់ប្រខ័ណ្ឌរាជស្វាយរៀងទី5កីឡាដ្ឋាន ISI Park ទី6កីឡាដ្ឋានខេត្តសៀមរាបស្វាយធំទី7ទីលានវឹកហាត់បឹងកេត High Tech និងទី8កីឡាដ្ឋានខេត្តកំពង់ឆ្នាំង